យ៉ានេះទស្សនាកន្លែងនេះលើកមកឲ្យមួយក្បាលចូល1-0ដោយកីឡាករលេខ9 Kasper Vasas Cox បាទបុកចោះបុកឡើងលាយដូចទៅនឹងការពីចំនួនប៉ះជាមួយនឹង Manchester United ដែរបាទ Kasper Vasas Cox បាទគឺជាអ្នកបាទបំប៉ោងសំណាញ់ទីបាទផ្លាត់ស្នៀតបាត់ទៀតទៅហើយបាទ Man City យើងមកទស្សនារូបភាពការឆ្កឹះកន្លែងនេះល្អមែនទែនដាច់អត់ហើយខុសទៅនៅមិនដឹងធ្វើអ្មេចទេបាទអោសមកខាងមុខហើយក៏កឹបកន្លែងនេះក្រោកឡើងមកបានបាទប្រិយមិត្តយើងបាល់នេះគឺគាត់លើកមកបាទ Blomberg តែតមកក្បាលចូលប្រឡោះជើងរបស់ Donnarumma បាទនេះគឺមិនមានបញ្ហាអ្វីនោះទេបាទគឺអោសសាយក៏មិនអោសសាយដែរហើយការតែតរបស់គាត់នេះមិនតែតឲ្យផុតដៃណាបាទតែតចូលក្រោមមកអូនតូចដោយផ្លាច់ 1-0 រឹងប៉ែបាទហានិភ័យហើយបាទ Man City ហានិភ័យហើយកាន់តែល្អមើលឲ្យប្រិយមិត្តយើងតែប៉ុណ្ណេះបាទឥឡូវមិនទាន់ទៅណាឆ្ងាយទេនៅតែបន្តជាប់ជាមួយនឹង Bodo Glimt មកទៀតហើយ Kasper ទាន់ស្ដាំចូល2-0វាជាការយកសពឬក៏យ៉ាងណា2នាទី2គ្រាប់នាទីទី22មួយគ្រាប់នាទីទី23កើតមានមួយគ្រាប់ទៀតអូយតើនេះគឺជាក្បួនលេងដើម្បីដេញលោកប៉ែតឬក៏យ៉ាងម៉េចបាទមើលទស្សនារូបភាពបាទអូយការផ្លាត់ស្នៀតមកពីសំណាក់ខ្សែការពារម្ដងម្នាក់មុននេះខុសទៅនៅសារនេះគឺខ្លាយការពារកីឡាករ Max Alani នឹងប៉ះជាមួយនឹង Man U ក៏ខូចបាល់ច្រើនដែរឥឡូវនេះមកខូចជាមួយនឹង Bodo Glimt គេឆក់យកបាល់បានហើយការបញ្ជូនការស៊ុបស្ដាំនេះបាទ Kasper Hope គឺល្អមែនទេបាទធំក្លិន hat-trick បាត់ហើយ Kasper Hope ហ្វាំង1ហ្វាំង2សុទ្ធពីចម្ងាយអូ3-0បាត់ហើយប្រុសស្អាតមកពីណាទៀតហើយបាទតូយកាន់តែទៅហើយប្រិយមិត្តយើង Jen Hock កីឡាករលេខ10បាទជាអ្នកសុទ្ធបំពង់សម្បាញ់ទីពីលើតំបន់ដំបូលទូកដោយនឹកស្មានមិនដល់ទេសម្រាប់លោកកីឡាករ Donnarumma នឹកស្មានថា Jen Peter Hock គាត់សុទ្ធណាវ័យ26ឆ្នាំសញ្ជាតិ Norway កីឡាកររូបនេះធ្លាប់ប្រឡូកកជីបនៅអឺរ៉ុបច្រើនក្លឹបដែរណា AC Milan Eintracht Frankfurt ឥឡូវមកឡប់ Bodo Glimt វិញសុទ្ធមួយផ្អើប្រិមិត្តយើងបរោះសង្ហាយើងមកទស្សនារូបភាពកន្លែងនេះគឺជាការបង្កកំហុសរបស់ Rodri បាទបងធំហើយបោះទៅឆ្វេងកន្លែងនេះគាត់ទាញកង់ពីឆ្វេងមកសុទ្ធខ្លួនឯងតែម្ដងអាចរាប់បានថាជាគ្រាប់បាល់ solo goal មកគ្រាប់នេះផ្ញើជូនទៅដល់ប្រិមិត្តរបស់ Man City ឲ្យឈឺចាប់ទាំងព្រឹកតម្រងទៅព្រោះគេសុទ្ធស្អាតពេកបងប្អូនហើយបណ្ដោយឲ្យគេសុទ្ធបានហើយគេលេខ10បងប្អូនមកជើងនេះកោងមក Donnarumma បានត្រឹមតែឈោមើលបាល់ចូលពីចង្អាយទេបាទម៉ែបងអូនបើកភ្នែកផងបើកមាត់ផងបើកច្រមុះផងជាមួយនឹងគ្រាប់បាល់បាទដែរខ្សែប្រយុទ្ធ Jen Peter Hock គាត់សុទ្ធឆ្កែ Nico Raleigh ទាញបែកខ្នងលុញចុះលុញឡើងសុទ្ធស្ដារពី Jackie ចូលបានមកគ្រាប់ត្រឡប់មកវិញហើយបាទមានមុខហើយបងប្អូនយើងមានមុខហើយគេថាទៅពេលវេលាទៅសល់30នាទីទៀតចាំមើល Man City អាចធ្វើបានទេតែយើងឆ្ងាយណាស់បងប្អូនណា3គ្រាប់នេះយើងមកទស្សនាឱកាសដំបូងហាឡានឈូសមិនត្រូវPhil Foden ទាត់ទៅបុកជាមួយនឹងខ្សែការពារលងមកខាងក្រោយហើយសារកន្លែងនេះ Nico Raleigh គាត់លុញចុះលុញឡើងហើយគាត់ទម្លាក់មកខាងក្រោយឬយ៉ាងចេះគីបាទមកជើងពីលើតំបន់ដំបូលទូកអ្នកចាំទីគាត់មើលអត់ទាន់ហើយណាមួយបាំងមិត្តរួមក្រុមទៀតបាទដល់ទៅពេលចឹងទៅគឺថាបាល់អាចទម្លុះសម្ព័ន្ធការពារសំនឹងកំាញ់បាត់ដៃអ្នកចាំទីបំពង់សម្លាញ់ទីបានយ៉ាងល្អផុតទេបន្តតាឆ្ងាយបញ្ជូនទប់បាល់មួយទម្លាក់សុទ្ធស្ដាប់អូយបុករបាទីមិនទាន់តាឆ្ងាយទេឡើងឆ្វេងក្រោយនេះទាញអូជ្រៃចូលកាត់ចូលក្នុងបាទ Rodri ប្រិយមិត្តយើងទាំងគ្នាបើគាត់គុំឆេឆៅល្អបងប្អូនយើងតាមមើលការឲ្យការដំបងឲ្យការលឿងទេការប្រកួតនៅលើទីលានគឺបានមកដល់ទីបញ្ចប់ទៅហើយបាទប្រិយមិត្តទាំងគ្នាលទ្ធផលជាផ្លូវការបាទ Man City បរាជ័យជាលើកទី2សម្រាប់ឆ្នាំ2026ពីប្រកួតជាប់គ្នាតែម្ដងតែលបោតគ្រាប់បាល់រហូតដល់5គ្រាប់ហើយរកវិញបានតែមួយគ្រាប់ទេប្រិយមិត្តយើងចូលរួមសោកស្ដាយខ្លាំងមែនទែនបាទសម្រាប់ MQ Manchester City ក្រុមការដឹកនាំរបស់